សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមប្រាប់ពីករណីខ្ញុំជួបមួយតាក់ទងនឹងការប្រើប្រាស់របស់អតិថិជនកុំព្យូទ័រយើងណាប្រើ laptop នេះខ្ញុំជូន tip មួយបងប្អូនអរគ្នាកុំព្យូទ័រយើងមិនអញ្ចឹងប្រហោងខ្យល់មិនអញ្ចឹងដល់ពេលអតិថិជនយើងភាគច្រើនគាត់ប្រើគាត់យកមកដាក់នៅលើពូកចេះដល់ពេលគាត់ប្រើគាត់ដាក់លើពូកអញ្ចឹងវាហឹបបងឃើញទេនេះពេលវាហឹបអញ្ចឹងទៅវាធ្វើឲ្យម៉ាស៊ីនយើងគឺឡើងកម្ដៅអញ្ចឹងហាមដាច់ខាតកុំប្រើឬក៏បិទស្កុតអីបាំងអារុនខ្យល់ហ្នឹងណាបងប្អូនស្ទាបទៅឃើញក្តៅហ្នឹងគឺធម្មតារបស់វាឯងពួកអីកន្លែងហ្នឹងគឺកម្ដៅត្រូវចេញតាមប្រហោងហ្នឹងអញ្ចឹងណាអញ្ចឹងអ្នកណាដែលបិទចិត្តអាហ្នឹងគឺឆាប់ខូចម៉ាស៊ីនឆាប់ឆេះដល់បតឆេះដល់អីចឹងហើយប្រើប្រាស់នៅលើពូកលើសាឡុងលើអីក៏ដោយដែលវាទន់ធ្វើអីហឹបខ្យល់អញ្ចឹងណាឆាប់ខូចបងប្អូនកុំព្យូទ័រយើងកុំប្រើអញ្ចឹងគឺខុសបច្ចេកទេសអញ្ចឹងចាប់ពីពេលហ្នឹងទៅបងប្អូនកុំប្រើវានៅលើពូកចាខ្ញុំចេះតែប្រាប់អតិថិជនដោយគាត់មកទិញម្ដងប៉ុន្តែឥឡូវធ្វើវីដេអូស្រួលពេលបងដែល follow page របស់យើងគាត់ដឹងណាគាត់ភ្លេចខ្លួនដែរយល់ណាគាត់ភ្លេចខ្លួនគាត់ក្រាបលើពូកទៅទាញកុំព្យូទ័រមកប្រើវាអត់ដូចទូរស័ព្ទទេកុំព្យូទ័រគឺវាមានប្រហោងខ្យល់វាចឹងនេះប្រហោងខ្យល់វាអញ្ចឹងបើយើងដាក់វាមកអញ្ចឹងវាហឹបខ្យល់ហើយអញ្ចឹងកុំព្យូទ័រយើងក្តៅជួនណា crash ទៅយើងគប់ពេលលែងដំណើរការម៉ាស៊ីនហើយឆេះបតក៏មានដែរបងប្អូនអញ្ចឹងយើងប្រយ័ត្នទាំងអស់គ្នាណាអរគុណ